ថ្មីនេះតែម្ដងមានមនុស្សមួយក្រុមដែលកំពុងតែឈឺចិត្តសត្វទ្រូងចេញមកប្រតិកម្មអំពី caption ដែលនេះខ្ញុំបានផុសណាចាអ្នកទាំងហ្នឹងអាចនិយាយបានថាជាពូជយួនចាជាកូនយួនដែលមានកំណើតនៅក្នុងស្រុកខ្មែរកើតនឹងរីកធំធាត់នៅក្នុងស្រុកខ្មែរហើយអត់ពេញចិត្តនៅសំណេរដែលខ្ញុំផុសហើយក៏បានលើកទៅបកស្រាយផ្សេងទៅថាខ្ញុំកំពុងតែរើសអើងជនពិការអញ្ចឹងក៏ប៉ុន្តែបើសិនជាប្រជាពលរដ្ឋខ្មែរគាត់យល់អំពីគោលបំណងដែលខ្ញុំសរសេរ caption នេះផុសណាចាអ្វីដែលខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនេះគឺខ្ញុំចង់ប្រាប់ទៅកាន់ប្រជាពលរដ្ឋថាសូម្បីតែជនជាតិយួនខ្វិនខ្វាក់ខ្វងកើមចាក៏អាចធ្វើធំត្រួតក្បាលខ្មែរបានដែរណាខ្ញុំបញ្ជាក់យ៉ាងខ្លីតែប៉ុណ្្នឹងបងប្អូនយល់ទេចាគោលបំណងរបស់ខ្ញុំគឺมันមានការរើសអើងជនពិការអីទេប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់នៅខ្លឹមសារគឺបែបហ្នឹងណាចាយើងមើលឲ្យឃើញជាក់ស្ដែងតែម្ដងណាចាថាតើពួកហ្នឹងជាដើមកំណើតជាសាសអីហេងសួរដើមកំណើតជាសាសអីបងប្អូនដឹងចាយួនកាត់ចិនណាចាធ្វើធំត្រួតក្បាលខ្មែរចាឥឡូវមានបុគ្គលម្នាក់មួយទៀតថាចេញមិនមែនតែពីរអ្នកហ្នឹងទេគឺច្រើនណានៅពេលដែលខ្ញុំផុស caption នេះទៅវាធ្វើឲ្យពួកមួយក្រុមនោះដែលជាគេហៅថាដើមកំណើតសត្វយួនដូចគ្នាកំពុងតែប្រតិកម្មប៉ុន្តែបើប្រជាពលរដ្ឋខ្មែរអត់មានប្រតិកម្មទេពីព្រោះតែប្រជាពលរដ្ឋខ្មែរយល់ច្បាស់ថានៅក្នុងជួរមន្ត្រីរាជការក្រោមការដឹកនាំរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតភាគច្រើនគឺយួនតែម្ដងណាចាភាគច្រើនគឺយួនលីឡំជាមួយនឹងមន្ត្រីខ្មែររបស់យើងហើយពួកគេកំពុងតែលើកខ្លែងអំពីខ្លឹមសាររបស់ខ្ញុំដែលចោទប្រកាន់ថាអូមីមួយនឹងកំពុងតែរើសអើងជនជាតិពិការអីណាចាឥឡូវយើងកន្លែងទៅមើលលោកពូហ៊ុនយុទ្ធវិញគាត់គ្រាន់តែជាជនពិការរីគុណក្រោមការដឹកនាំរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតក៏ត្រូវបានគេចាប់ដាក់គុកណា2 ទៅ 3 ដងចាបច្ចុប្បន្នយួនបានបើកចាគេហៅថាសាលាបង្រៀននៅខាងខេត្តស្វាយរៀងតិចទៀតទៅគេនឹងបញ្ជូនកូនខ្មែររបស់យើងឲ្យទៅរៀនភាសាយួនឯចាតិចទៀតណាហើយបច្ចុប្បន្នគឺគេកំពុងឲ្យតែកវីទង់ជាតិខ្មែរនិងទង់ជាតិយួនរួមគ្នាវាមិនខុសអីពីឡើងតិចទៀតទៅយើងនឹងចាយលុយយួនដូចគ្នាណាចានេះគឺជាការបកស្រាយរបស់ខ្ញុំចាទៅកាន់មហាជនមួយចំនួនមិនមែនទៅកាន់គេហៅថាកម្ពុជាយួនមួយក្រុមដែលកំពុងតែប្រតិកម្មឯចា